សមរភូមិជួរមុខបានស្ងប់ស្ងាត់ក្រោយពីមានបទឈប់បាញ់យើងសង្កេតឃើញថាពេលថ្មីនេះប្រជាជនថៃមួយចំនួនហាក់ដូចជាកាន់តែខ្វះសីលធម៌សុជីវធម៌ទៅហើយក្នុងការយករូបថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាទៅលេងសើចទៅប្រមាថជាសាធារណៈហួសនឹងថ្លែងបែបសង្គមដែលគ្មានការអប់រំមិនសមជាសង្គមដែលស៊ីវិល័យទាល់តែសោះដោយឃើញពីការធ្វើទង្វើបែបនេះពីសំណាក់ក្រុមជ្រុលនិយមជនជាតិថៃមួយក្តាប់នោះក៏មានប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជាយ៉ាងខ្លាំងក្លាផងដែរក្នុងនោះមានដូចជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញនៅសេចក្តីថ្លែងការណ៍ដូចខាងក្រោមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថាមានជនជាតិថៃមួយចំនួនបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដូចជារូបថតសម្ដេចប្រធានព្រឹទ្ធសភាសម្ដេចនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់និងយកទៅដាក់តាំងជារូបទីងមងដោយបានវាយប្រហារនិងប្រមាថជាសាធារណៈជាដើមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសិលធម៌ទាំងនេះដោយចាត់ទុកជាអំពើថោកទាបខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថាជនជាតិអាស៊ីជាពិសេសជនជាតិថៃនិងខ្មែរមានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រនិងថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសក្នុងហេតុផលនេះហើយបានជាថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរសូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនិងរូបថតថ្នាក់ដឹកនាំថៃទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បីនិងសូមកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅនិងប្រកបមុខរបរនៅកម្ពុជាជាក់ស្ដែងកាលពីថ្ងៃទី6ខែតុលាឆ្នាំ2025សូម្បីតែទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំងក៏ដោយក៏សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីនៅតែអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយនេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះអង្គព្រះមហាក្សត្រនិងថ្នាក់ដឹកនាំថៃអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសង្កេតឃើញថានៅប្រទេសថៃអំពើអសិលធម៌និងការប្រមាថគ្រប់បែបយ៉ាងចំពោះថ្នាក់ដឹកនាំកម្ពុជាបានប្រព្រឹត្តទៅដោយចំហដោយគ្មានវិធានការអ្វីទាំងអស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយឲ្យអំពើប្រមាថបែបនេះកើតមានដោយសេរីនៅក្នុងប្រទេសថៃអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថាកម្ពុជាទោះបីជាប្រទេសតូចមានប្រជាជនតិចនិងសេដ្ឋកិច្ចនៅទន់ខ្សោយប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាពការដោះស្រាយបញ្ហាដោយសន្តិវិធីនិងចង់បានព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដោយមិនដែលចាត់ទុកប្រទេសជិតខាងឬប្រទេសណាមួយជាសត្រូវឡើយខ្ញុំសង្ឃឹមថាប្រជាជនថៃដែលមានសេចក្តីថ្លៃថ្នូរមានការអប់រំល្អៗនិងមានសីលធម៌យល់ដឹងអាចជួយផ្សព្វផ្សាយដើម្បីសុខដុមរមនានៃប្រជាជនប្រទេសទាំងពីរដែលមានសាសនាតែមួយវប្បធម៌ស្រដៀងគ្នានិងគោរពស្រឡាញ់ថ្នាក់ដឹកនាំប្រទេសដូចគ្នា